អាការៈដែលខ្ញុំកំពុងនិយាយអំពីនេះគឺហៅថា Pladonneurogenic ឥឡូវនេះផ្លោកនោមដែលមានប្រព័ន្ធសរសៃប្រសាទផ្លោកនោមមានលក្ខណៈធម្មតាប៉ុន្តែអ្វីដែលពិតជាកើតឡើងគឺកុមារទាំងនេះកើតមកមានការខូចទ្រង់ទ្រាយនៅក្នុងខួរឆ្អឹងខ្នងមួយវិញទៀតនៅពេលកើតខួរក្បាលខ្នងបើកចំហដែលហៅថា Myelomeningocele ហើយអ្វីដែលកើតឡើងគឺនៅក្នុងផ្ទៃម្ដាយខ្នងនិងសរសៃប្រសាទដែលទៅកាន់ផ្លាដនិងពោះវៀនតូចត្រូវបានលាងសម្អាតក្នុងទឹកអំណូតតិចនេះបណ្ដាលឲ្យមានបញ្ហានៅលើផ្លាដនិងពោះវៀនតូចឥឡូវនេះបញ្ហាអ្វីខ្លះដែលយើងកំពុងនិយាយអំពីវាកុមារទាំងនេះបង្ហាញខ្លួនយ៉ាងដូចម្ដេចកុមារទាំងនេះបង្ហាញខ្លួនដោយមិនអាចបង្ហូរទឹកនោមចេញពីផ្លាដបានពួកគេក៏បង្ហាញខ្លួនជាមួយនឹងការរលាកផ្លូវទឹកនោមជាញឹកញាប់ដែលធ្វើឲ្យខ្វះសមត្ថភាពក្នុងការបង្ហូរទឹកនោមនិងមានកម្ដៅខ្ពស់ដែលបង្កឲ្យកូនក៏ដូចជាឪពុកម្ដាយមានការលំបាកខ្លាំងក្នុងចំណោមរឿងសំខាន់បំផុតដែលយើងធ្វើសម្រាប់ជំងឺ Pladonneurogenic គឺធ្វើអ្វីដែលហៅថាការសិក្សាវីដេអូ Urodynamic ការសិក្សាវីដេអូ Urodynamic គឺជាការសិក្សាដែលមានជំនាញខ្ពស់ណាស់ដែលប្រាប់ឲ្យអ្នកដឹងថានៅពេលដែលអ្នកបញ្ចូលទឹកនោមចូលផ្លាដមានអ្វីកើតឡើងលើផ្លាដដែរផ្លាដទទួលទឹកនោមយ៉ាងដូចម្ដេចតើវាធ្វើការសម្រាប់ដូចដែលវាគួរតែធ្វើធម្មតាហើយអាចផ្ទុកទឹកនោមច្រើនក្នុងសម្ពាធទាបឬវាធ្វើការដំណើរការយ៉ាងលឿននិងរហ័សតើវាចាប់ផ្ដើមចេញទឹកនោមដោយខ្លួនឯងទេបើវាចេញទឹកនោមដោយខ្លួនឯងតើវាចេញនៅសម្ពាធប៉ុន្មានបើមានទឹកនោមហូរឡើងវិញទៅកាន់តម្រងនោមវាអាចហៅថា vesicroteric reflux ដោយស្របពេលនេះវាកើតឡើងនៅសម្ពាធប៉ុន្មានដូច្នេះយើងទទួលបានព័ត៌មានជាច្រើនពីការសិក្សាវីដេអូ Urodynamic ហើយផ្អែកលើព័ត៌មានទាំងនេះយើងផ្ដល់ការគ្រប់គ្រងសមស្របទៅក្មេងដែលភាគច្រើនគឺជាការព្យាបាលដោយថ្នាំឬសម្រាប់កុមារដែលមិនអាចបង្ហូរទឹកនោមចេញពីផ្លាដបានយើងនឹងផ្ដល់អនុសាសន៍ឲ្យបង្កើត channel មួយដោយប្រើ appendix appendix ជាធម្មតាត្រូវបានយកចេញនៅពេលមានជំងឺ appendicitis ប៉ុន្តែយើងមានតួនាទីសំខាន់សម្រាប់ appendix យើងរក្សាទុក appendix ជាមួយនឹងការផ្គត់ផ្គង់ឈាមរបស់វាហើយបង្កើត channel មួយពីផ្លាដទៅស្បែកដែលកុមារអាចបញ្ចូលបំពង់មួយហៅថា catheter ដើម្បីបង្ហូរទឹកនោមចេញជាញឹកញាប់ដូច្នេះវាត្រូវបានហៅថាការបញ្ចូលបំពង់បង្ហូរទឹកនោមស្អាតជាបណ្ដោះអាសន្ននៅប្រទេសយើងជាពិសេសនៅតំបន់អាស៊ីខាងត្បូងមានកុមារច្រើនបែបនេះដែលត្រូវបានមិនអើពើហេតុនេះការថែទាំកុមារទាំងនេះត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដែលយើងមានមោទនភាពក្នុងការផ្ដល់ជូនក្នុងនាមជាឯកតាសម្ដៅវះកាត់អុយរ៉ូឡូសម្រាប់កុមារដែលមានជំនាញខ្ពស់